មកដល់ខ្មែរជាងកន្លះខែឡុងម៉ូនីកានិងស្វាមីបង្ហាញវិឡាធំប្រណិតកំពុងសាងសង់ជិតរួចរាល់លើទឹកដីសៀមរាបចាមហាជនអ្នកគាំទ្រតាមដានជីវិតឯកជនរបស់អ្នកផលិតមាតិកាវីដេអូល្បីឈ្មោះឡុងម៉ូនីកាសុទ្ធសឹងតែបានដឹងហើយថាអ្នកនាងបានរៀបការជាមួយស្វាមីជនជាតិអាល្លឺម៉ង់ហើយបានចាក់ចែងទៅរស់នៅប្រទេសកំណើតរបស់ស្វាមីអស់រយៈជាង7ឆ្នាំមកហើយចាក្រោយរស់នៅលើទឹកដីអាល្លឺម៉ង់ប៉ុន្មានឆ្នាំកន្លងទៅនេះអ្នកនាងឡុងម៉ូនីកាបានឆក់ការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រកម្ពុជាជាច្រើនតាមរយៈការផលិតវីដេអូធ្វើម្ហូបនិងសកម្មភាពរស់នៅប្រចាំថ្ងៃនៅប្រទេសអាល្លឺម៉ង់ជាពិសេសគឺជីវិតប្តីប្រពន្ធដ៏ផ្អែមល្ហែមរបស់អ្នកនាងផងដែរចាកន្លងមកត្បិតតែរស់នៅក្រៅប្រទេសទទួលបានជីវិតគ្រួសារមានទាំងក្តីសុខនិងប្រជាប្រិយភាពលើបណ្ដាញសង្គមមែនប៉ុន្តែអ្នកនាងឡុងម៉ូនីកាក៏មិនភ្លេចនឹកនាស្រុកកំណើតដែលជារឿយឃើញអ្នកនាងនាំស្វាមីជនជាតិអាល្លឺម៉ង់មកលេងស្រុកខ្មែរនិងដើរកម្សាន្តកន្លែងផ្សេងស្វែងយល់ពីសម្បូរសម្បត្តិវប្បធម៌របស់ខ្មែរតែយ៉ាងណាមកដល់ចុងខែមករាឆ្នាំ2026កន្លងទៅអ្នកនាងនិងស្វាមីជនជាតិអាល្លឺម៉ង់បានសម្រេចដឹកដៃគ្នាមករស់នៅស្រុកកំណើតនៅកម្ពុជាវិញមកដល់ពេលនេះរយៈពេលជាងកន្លះខែហើយដែលអ្នកផលិតមាតិការូបនេះនិងស្វាមីបានមកដល់ទឹកដីកម្ពុជានិងកំពុងរៀបចំជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរត្រៀមសាងគ្រួសាររស់នៅនិងរកស៊ីនៅកម្ពុជារយៈពេលយូរឆ្នាំទៀតផងជាក់ស្ដែងក្រោយមកដល់ស្រុកខ្មែរនិងកំពុងត្រៀមរស់នៅរកស៊ីនៅទីនេះអ្នកនាងឡុងម៉ូនីកានិងស្វាមីក៏បានបង្ហាញផ្ទះថ្មីដ៏ប្រណិតមួយកំពុងសាងសង់ជិតរួចនៅឯទឹកដីខេត្តសៀមរាបដែលជាផ្ទះរបស់អ្នកទាំងពីរបានគ្រោងសាងសង់ទុកសម្រាប់មករស់នៅសាងគ្រួសារនៅខ្មែរយូរមកហើយដែរនេះបើតាមរយៈ Facebook របស់អ្នកនាងឡុងម៉ូនីកាបានបង្ហោះពីរូបភាពកាន់ដៃស្វាមីទៅមើលផ្ទះវីឡាថ្មីក្នុងក្តីស្រមៃរបស់អ្នកទាំងពីរចិត្តសាងសង់រួចនេះភ្ជាប់ជាមួយសាររៀបរាប់ថាធ្លាប់តែជាក្តីស្រមៃឥឡូវចេញរូបរាងបាន 80% ហើយចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចាគឺមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា